อาชีพกรលក់បារីនៅទូទាំងប្រទេសអូស្ត្រាលីកំពុងអំពាវនាវឲ្យរដ្ឋាភិបាលកាត់បន្ថយពន្ធលើថ្នាំជក់ដោយព្រមានថាការកើនឡើងនៃពន្ធអាករនេះកំពុងជំរុញការកើនឡើងនៅទីផ្សារថ្នាំជក់ខុសច្បាប់និងបង្កសម្ពាធយ៉ាងខ្លាំងលើអាជីវករលក់បារីស្របច្បាប់បើយោងតាមសេចក្តីរាយការណ៍របស់ Seven News Australia ក្រុមអាជីវករលក់បារីបានអះអាងថាការកើនឡើងនៃពន្ធថ្នាំជក់បានធ្វើឲ្យមានភាពខុសគ្នានៃតម្លៃកាន់តែធំរវាងផលិតផលខុសច្បាប់ដែលជាហេតុធ្វើឲ្យអ្នកជក់បារីមួយចំនួនបដូរទៅទិញបារីខុសច្បាប់ពីទីផ្សារងងឹតបារីស្របច្បាប់នៅអូស្ត្រាលីត្រូវបានរាយការណ៍ថាមានតម្លៃខ្ពស់ជាងផលិតផលខុសច្បាប់ប្រហែល3ដងហើយជាមួយគ្នានេះក៏ស្ថិតនៅក្នុងចំណោមថ្នាំជក់ដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោកផងដែរលោក Theo Foke នាយកប្រតិបត្តិនៃសហគមន៍ហាងលក់រាយនៅប្រទេសអូស្ត្រាលីបានឲ្យដឹងថាសមាជិករបស់សហគមន៍បានបាត់បង់ចំណូលលក់រាយលើសពី$4,000 លានក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះខណៈដែលអតិថិជនបដូរទៅទិញផលិតផលថោកនិងគ្មានពន្ធកំឡុងពេលនេះផងដែរក្រុមអាជីវករលក់រាយបារីកំពុងស្នើសុំឲ្យមានការកាត់បន្ថយពន្ធថ្នាំជក់30%ដោយអះអាងថារចនាសម្ព័ន្ធតម្លៃបច្ចុប្បន្នបានជំរុញឲ្យអ្នកប្រើប្រាស់និងអ្នកទិញឈប់ទិញផលិតផលស្របច្បាប់មិនតែប៉ុណ្ណោះលោក Frank Harrison នៃក្រុមហ៊ុន Riches GIA ក៏បានបន្ថែមថាយើងត្រូវតែដោះស្រាយបញ្ហាផលិតផលខុសច្បាប់ដោយផ្ទាល់ហើយការកែសម្រួលពន្ធអាករជាវិធីមួយដ៏សមស្របក្នុងការធ្វើដូច្នេះចំណែកឯតំណាងឧស្សាហកម្មនៅប្រទេសអូស្ត្រាលីក៏បានព្រមានផងដែរថាផលិតផលថ្នាំជក់ដែលធ្លាប់លក់បានប្រហែល 40% នៃការលក់សរុបក្នុងហាងមួយចំនួនមានការធ្លាក់ចុះសល់ត្រឹមតែ 10% ប៉ុណ្ណោះក្នុងពេលបច្ចុប្បន្នអាជីវករលក់បារីក៏បានបញ្ជាក់ថាប្រសិនបើអាជីវករថ្នាំជក់ស្របច្បាប់លែងមាននោះយើងអាចនឹងមានផលប៉ះពាល់ដល់ការបាត់បង់ការងារផងដែរការសិក្សាមួយដែលត្រូវបានរៀបចំឡើងដោយ Riches IGA បានប្រមាណថារដ្ឋាភិបាលអាចបាត់បង់ប្រាក់ចំណូលប្រមាណ$67,000 លានប្រសិនបើការលក់ថ្នាំជក់ស្របច្បាប់បន្តធ្លាក់ចុះហើយមានការព្រួយបារម្ភថាទីផ្សារផលិតផលស្របច្បាប់អាចនឹងដួលរលំទាំងស្រុងក្នុងរយៈពេល3ឆ្នាំខាងមុខជាមួយគ្នានេះដែរសហគមន៍អ្នកការពារសុខភាពសាធារណៈក៏បានបង្ហាញការព្រួយបារម្ភផងដែរលោកស្រី Rachel Anderson ដែលជា Quick Director នៃអង្គការ Cancer Council បានមានប្រសាសន៍ថាបញ្ហានេះមិនមែនជាបញ្ហាសេដ្ឋកិច្ចតែប៉ុណ្ណោះទេប៉ុន្តែជាបញ្ហាសុខភាពសាធារណៈផងដែរហើយដំណោះស្រាយដែលផ្អែកទៅលើមាត្រដ្ឋានសេដ្ឋកិច្ចក៏អាចបង្កផលប៉ះពាល់រយៈពេលវែងលើសុខភាពផងដែរតាមសេចក្តីរាយការណ៍របស់សហគមន៍អ្នកការពារសុខភាពសាធារណៈការជក់បារីបណ្ដាលឲ្យប្រជាជនអូស្ត្រាលីប្រមាណ66នាក់ស្លាប់រៀងរាល់ថ្ងៃលោកនាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលីបានបញ្ជាក់ថាបញ្ហានេះមិនមែនជាបញ្ហាចំណូលតែប៉ុណ្ណោះទេប៉ុន្តែជាការផ្ញើសារអំពីសុខភាពផងដែរខណៈបានកត់សម្គាល់ថាប្រាក់ពន្ធមួយចំនួនត្រូវបានប្រើប្រាស់សម្រាប់បង្ក្រាបការលក់ថ្នាំជក់ខុសច្បាប់ក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀតរបស់ Seven News Australia បានរំលឹកថាទីផ្សារថ្នាំជក់ស្របច្បាប់នៅអូស្ត្រាលីអាចប្រឈមនឹងហានិភ័យដួលរលំក្នុងរយៈពេល3ឆ្នាំប្រសិនបើនានាការបច្ចុប្បន្នបន្តហើយមានការព្រមានថាទីផ្សារងងឹតដែលដំណើរការដោយបណ្ដាញឧក្រិដ្ឋកម្មអាចកាន់កាប់ទីផ្សារស្របច្បាប់ជំនួសបានលឿនទៀតផង